ទស្សនវិជ្ជាក្នុងបន្ទប់រៀបចំហើយយើងទៅដាំទឹកជីមីរៀបចំបន្ទប់ទៅស្រុកទៅអីវិញហើយនេះរៀបចំបន្ទប់អីរៀបចំកៅអៅមើលទស្សនវិជ្ជាកន្លែងនៅនេះបន្ទប់សិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសឥណ្ឌារួមមេតនៅជាមួយគុណហើយនេះកន្លែងសិក្សានៅ2នាក់អញ្ចឹងកន្លែងនេះមួយអង្គុយរៀនទៅកុំព្យូទ័រទៅកន្លែងនេះកន្លែងខ្ញុំបង្ហាញនេះសិតតែវត្ថុអនុស្សាវរីយ៍យីខ្លះនេះអនុស្សាវរីយ៍មកពីបតនានេះអនុស្សាវរីយ៍មិត្តភ័ក្តិនៅស្រីលង្កាឲ្យហើយនេះអនុស្សាវរីយ៍ការធ្វើការនៅ UN Global Compact បានមកពីប្រទេសមេស៊ីកូគាត់ទៅប្រទេសមេស៊ីកូគាត់ឲ្យមេស៊ីកូហើយបានមកពីពុទ្ធយាហើយព្រះអង្គនេះបានមកពីកុសិនារាកន្លែងព្រះអង្គបរិនិព្វានហើយនេះទិញនៅរាជក្រឹសហើយនេះអនុស្សាវរីយ៍SMS batch 2024-26ហើយនេះសភៅនិយាយពី Nalanda University ហើយនេះពាននេះគឺពាន runner up football ហើយនេះព្រះអង្គgift មកពីភ្នំហេម៉ាឡៃភ្នំតកកនេះសញ្ញាបត្រត្រឹមតែទទួលប្រសិមិញហើយនេះអនុស្សាវរីយ៍មកពី Darjeeling West Bengal State ហើយនេះមេដាយនេះគេនេះមេដាយfootball នេះមេដាយvolleyball ហើយនេះ runner រត់ហើយនេះសិតតែជាទីអនុស្សាវរីយ៍ធ្វើបទបង្ហាញនៅ International Seminar តាក់ទងជាមួយនឹង Soft Power Policy and Youth Diplomacy កាលពីខែ3ថ្ងៃទី26 ឆ្នាំ2026ហើយនេះការចូលរួម debate ហើយការចូលរួម debate នៅ second convocation មានឱកាសជួបជាមួយនឹងប្រធានាធិបតីឥណ្ឌាពាក់កាតហ្នឹងហើយនេះគឺជា EAS conclave អត់ហេតុនេះតាក់ទងជាមួយនឹង conference ដែរ international conference និយាយពីenergy និយាយពី quality education ហើយនេះអានេះតាក់ទងជាមួយនឹង participant student អានេះកម្មវិធីអីនេះចង់ផ្លេចនេះកម្មវិធីអីនេះអូនេះជាកម្មវិធីជួបរួម Sustainable Development Dialogue ហើយនេះអនុស្សាវរីយ៍វត្ថុអនុស្សាវរីយ៍បានមកពីចាពូរដ្ឋរាជស្ថានជាប់នៅកាស្មៀរជាប់នៅប៉ាគីស្ថានការទៅលេងកាលពី Summer Internship មានអីទៀតទេកន្លែងគេញ៉ៃពេញហ្នឹងពងរៀបចំទាំងឯកសារផងអីទៀតអនុស្សាវរីយ៍អញ្ចឹងបង្ហាញបន្ទប់ទៀតដងកន្លែងនៅរៀងមើលទៅចេះរៀងស្ដុកដូចជាសារបាត់បាយប៉ុណ្ណឹងតែបន្ទប់ធំនៅស្រួលមានសន្តិជាបើកកង្ហាលថែមទៀតសារក្តៅពេកអស់ហើយ
មានប៉ុណ្ណឹងបងបង្ហាញបន្ទប់មុនចេញដំណើរ